ថ្ងៃនេះបាទបងប្អូនរាប់ពុកម៉ែបងប្អូនមកយើងពីដំណាំទៅសក់ទ្រឿងយើងតិចដោយសារតែយើងដាំជាលក្ខណៈធម្មជាតិហើយយើងក៏មិនមានបច្ចេកទេសអីធំដុំនេះទេគឺយើងដាំនៅពេលដែលយើងតនេពីការសិក្សាយើងទៅយើងឆ្លៀតដាំវាទុកចោលដូចជាទៅសក់នេះការដាំដុះបានរយៈពេលមួយខែកន្លះហើយគឺដោយសារតែយើងដាំមិនបានដាក់ជីឲ្យមើលថែវាត្រឹមត្រូវទេគឺយើងចាប់ផ្ដើមបដោះកូនរយៈពេលកន្លះខែហើយយកកូនមកដាំទុកចោលនៅក៏វាបានផលខ្លះដែរគឺដូចនេះដោយសារតែតសក់យើងគឺមិនបានដាក់ជីដាក់អីត្រឹមត្រូវគឺយើងដាំលក្ខណៈជាកំសាន្តដាំកំសាន្តដែលវាអាចឲ្យផលយើងបានខ្លះដែរដូចនៅខាងនោះវាបានផ្លែហូបខ្លះតែនៅនេះនៅក្តឹបទុយនៅឡើយប៉ុន្តែដោយសារតែយើងមិនសូវមានបច្ចេកទេសក្នុងការដាំតសក់អញ្ចឹងទៅធ្វើឲ្យតសក់របស់យើងគឺមិនទទួលបានលទ្ធផលល្អពេកនោះទេប៉ុន្តែបើមើលជាក់ស្ដែងទៅវាក៏គួរសមដែរដោយសារតែយើងទុកចោលយើងមិនបានថែទាំវាដិតដល់វាបានប៉ុណ្ណេះគឺថាវាជាការល្អហើយព្រោះយើងដាំគឺដាំលក្ខណៈកំសាន្តដាំពេលយើងតនេទៅអបសុកទៅតាមទៅពេលអញ្ចឹងទៅវានេះផ្កាច្រើនមែនទែនបាទហើយវាពេលក្តាប់មកទៅស្អីដល់មកស្អីអានេះគឺជាកំហុសបច្ចេកទេសដែលយើងមិនមានបច្ចេកទេសក្នុងការដាំដុះត្រឹមត្រូវនេះផ្លែវាតែផ្កាច្រើនហើយលឹកក៏មិនបានកាត់អីក៏មិនបានកាត់ដោយសារទុកចោលយូរពេកទុកចោលឡើងតាំងពីដូរទៅនៅភ្នំពេញវិញទៅទុកចោលនៅនេះនៅសាលាអញ្ចឹងទៅវាធ្វើឲ្យដំណាំវាមិនបានល្អអត់មានផ្លែធំសោះក្តាប់មកស្អីហើយចំពោះអាហ្នឹងគឺតសក់ផ្អែងដាំទៅมันវាតាណាទេព្រោះវាចាញ់ទៅសក់គ្រឿងអញ្ចឹងទៅគឺវាចេញផ្កាអញ្ចឹងមកតែប៉ុន្តែសក់នេះគឺត្រូវវាបានគុំធំតែមិនទេតែប៉ុណ្ណេះចេញផ្កាបាត់មិនតំណងបានហូបផ្លែទៅមើលទៅពីព្រោះវាចាញ់ដូចជានេះសក់ទ្រឿងមកតែសក់ទ្រឿងវាល្អដែរមើលទៅលឹកទៅដល់ហ្នឹងលឹកវាឡើងតែល្អទៅលឹកអត់ផ្លែហ្នឹងមានន័យអីទេនេះការដាំបែបមិនមានបច្ចេកទេសគ្រប់គ្រាន់ការដាក់ជីមិនបានត្រឹមត្រូវមិនបានមើលថែហ្នឹងអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះបងចង់និយាយពីតសក់ដែលយើងដាំទឹកចោល